បានអាញាតគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាងនេះគឺជាសកម្មភាពនៃការចុះត្រួតពិនិត្យផ្ទះតិកម្មរបស់ខ្ញុំបាទជាមួយនឹងម្ចាស់ផ្ទះតិកម្មបាទដែលយើងបានបកគលផ្ទះជូនគាត់ហើយបានន័យថាយើងបានបកគលទូនទីកាតព្វកិច្ចការមើលថែគឺទៅដល់ម្ចាស់ផ្ទះជាងការចុះទៅនេះគឺជាការចុះបន្ថែមបំពេញបន្ថែមទៅរកមើលឃើញថាតើគាត់មានចំណុចខ្វះខាតអីត្រូវការបន្ថែមអីត្រូវការបញ្យល់បង្ហាញអីបាទអញ្ចឹងយើងជួយពង្រឹងគាត់បន្ថែមជីវភាពតែលោកថានៅពេលដែលយើងបកគលទៅឲ្យគាត់ទៅអ្វីគឺវាអត់ដូចការរំពឹងទុករបស់យើង 100% ចឹងយើងត្រូវការចុះទៅមើលបន្ថែមចឹងជាលទ្ធផលដែលយើងមើលឃើញគឺថាម្ចាស់ផ្ទះខ្លះក៏គាត់បានយកចិត្តទុកដាក់ផ្ដោតមើលថែតាមដានបាទតាមនីតិវិធីដែលខ្ញុំនិងក្រុមការងារបានបង្ហាត់បង្ហាញគាត់កន្លងមកបាទហើយម្ចាស់ផ្ទះខ្លះទៀតក៏គាត់មិនបានមើលល្អិតល្អន់ដែរគឺគាត់រៀងប្រឡែងដៃបន្តិចចឹងជាលទ្ធផលគឺផ្ទះខ្លះក៏មានកំណើនល្អទៅផ្ទះខ្លះក៏មិនមានកំណើនទៅផ្ទះខ្លះក៏មានបាត់សัตว์ទៀតទៅបាទអញ្ចឹងវាអាស្រ័យទៅលើការយកចិត្តទុកដាក់ក៏ដូចជាការតាមដានមើលថែទាំរបស់ម្ចាស់ផ្ទះដូចគ្នាបាទអញ្ចឹងនេះគឺជាសារជូនដំណឹងដល់ម្ចាស់ផ្ទះទាំងអស់គ្នាណាអ្វីដែលមិនឆ្ងល់មិនយល់មិនច្បាស់គឺត្រូវសួរកុំធ្វើអ្វីទាំងបន្ថយបន្ថានគឺវាបណ្ដាលឲ្យជួបហានិភ័យបណ្ដាលឲ្យខាតប្រយោជន៍របស់បងប្អូនទាំងអស់គ្នាដែលជាម្ចាស់ផ្ទះណាបាទជាវីដេអូនេះគឺនៅលើទឹកដីខេត្តតាកែវដែលយើងចុះជួយពិនិត្យគាត់ជួយតាមដានគាត់បាននៅលើទឹកដីខេត្តតាកែវបាទអញ្ចឹងយើងចុះបាន3 4ផ្ទះដើម្បីបង្ហាត់បង្ហាញគាត់ហើយយើងនៅមានគម្រោងផ្ទះបន្តផ្សេងទៀតដើម្បីចុះពង្រឹងបន្ថែមជូនពួកគាត់បាទអញ្ចឹងនេះគឺជាការសកម្មភាពរបស់ខ្ញុំបាទផ្ទាល់ប៉ុន្តែក្រៅពីនោះក៏មានក្រុមការងាររបស់យើងក៏បានចុះទៅជួយដែរហ្នឹងហើយព្រោះសម្រាប់ខ្ញុំគឺខ្ញុំការងារច្រើនខ្ញុំអត់បានចុះ100% ឬក៏អត់បានចុះអស់គ្រប់ផ្ទះទាំងអស់ទេប៉ុន្តែយើងមានសហការីរបស់យើងដែលជាអ្នកទទួលបន្ទុកការងារត្រួតពិនិត្យតាមដានមើលថែបញ្យលណែនាំបង្ហាត់បង្ហាញបង្រៀនម្ចាស់ផ្ទះគឺពួកគាត់គឺជាអ្នកចុះផ្ទាល់ណាបងប្អូនចុះផ្ទាល់បាទហ្នឹងហើយអញ្ចឹងផ្ទះជាកម្មមួយកាលណាដែលយើងមានអ្នកជំនាញនៅក្បែរហាក់បីដូចជាបងប្អូនមានវិជ្ជបណ្ឌិតបាទមានវិជ្ជបណ្ឌិតមួយនៅក្បែរដូចនេះដែរអញ្ចឹងរាល់ពេលដែលបងប្អូនមានបញ្ហាសុខភាពគឺមានវិជ្ជបណ្ឌិតអាចព្យាបាលអាចបញ្យលណែនាំដោះស្រាយជូនបងប្អូនយើងទាន់ពេលវេលាបាទអញ្ចឹងរបរផ្ទះជាកម្មគឺបងប្អូនត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងអ្នកជំនាញបងប្អូនបាទដើម្បីរក្សាឲ្យបាននៅស្ថិរភាពកំណើនផ្ទះរបស់យើងបានល្អព្រោះមានអ្នកជំនាញនៅក្បែរខ្ញុំបញ្ជាក់មិញថាមានវិជ្ជបណ្ឌិតមួយនៅក្បែរដូចគ្នាអញ្ចឹងផ្ទះរបស់យើងមិនមែនថាយើងជោគជ័យបានកម្រិតទី1មានសัตว์មានអីនៅច្រើន1000ក្បាល500ក្បាលយើងជាជំហានមួយជោគជ័យមិនមែនទេវាគ្រាន់តែជាជំហានជោគជ័យដំណាក់កាលទី1បានថាវាបង្ហាញថាផ្ទះយើងក៏មានសន្ទុះទៅមុខល្អហើយនឹងឈានទៅរកភាពជោគជ័យហើយបើសិនបើយើងមិនបានយកចិត្តទុកដាក់មើលថែទាំបានល្អវាអាចនឹងជួបបញ្ហាបាត់បង់សត្វដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងណាបងប្អូនបាទអញ្ចឹងតើបងប្អូនយល់បាទសូម្បីតែការសម្អាតអតិថិកម្មការបេះសម្បុកការបាញ់ថ្នាំបាទការមើលថែផ្សេងគឺទាមទារការយកចិត្តទុកដាក់មើលថែឲ្យបានល្អទាមទារយើងយល់ពីរបៀបមើលថែផងដែរបាទចឹងហេតុនេះហើយរាល់អ្វីទាំងអត់បញ្ហាអ្វីច្រើននៅក្នុងផ្ទះគឺសូមបងប្អូនទាំងអស់គ្នាពិភាក្សាចរចាទៅជែកសួរនាំជាមួយនឹងខ្ញុំឬក៏មួយក្រុមការងារមិនមានដំបូងគឺបងប្អូនសួរក្រុមការងារដែលធ្លាប់ចុះទៅពិនិត្យពីបងប្អូនសិនកុំខ្លាចចិត្តបាទកុំខ្លាចចិត្តហើយបើសិនជាបងប្អូនទាំងអស់គ្នាមានការតាក់ទងមួយគ្នាល្អអ្វីក៏វាប្រសើរឡើងដែរអញ្ចឹងណាបាទព្រោះយើងបានធ្វើការសហការមួយគ្នាតាំងពីផ្ទះបងប្អូនមិនតមានសត្វនៅក្បាលរហូតដល់សត្វរាប់រយរាប់ពាន់ក្បាលអញ្ចឹងបងប្អូនត្រូវតែសាកសួរកុំខ្លាចណាកុំខ្លាចចិត្តសាកសួរនាំបាទប្រឹក្សាយោបល់បាទក្រុមការងារយើងគឺនឹងប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នាបាទហើយពិសេសទៀតបើបងប្អូនមានការសហការលក់សម្បុកឲ្យក្រុមការងារលក់ឲ្យមកខ្ញុំទៀតកាន់តែពិសេសទៀតបាទកាន់តែពិសេសទៀតព្រោះយើងនឹងបន្តការងារមួយគ្នាបាទពីខាងពួកខ្ញុំក៏មានធម៌ពលកម្លាំងគ្រប់គ្រាន់ល្អនៅក្នុងការបង្ហាត់បង្ហាញបរិយាបងប្អូនយ៉ាងណាណាបាទហ្នឹងហើយអញ្ចឹងវីដេអូនេះគឺសង្ឃឹមថាបងប្អូនម្ចាស់ផ្ទះទាំងអស់គ្នានឹងបង្កើនការយកចិត្តទុកដាក់ផ្ទះរបស់ខ្លួនណាកុំប្រឡែងកុំបោះបង់កុំគិតថាអ្វីប៉ុណ្នេះគឺទទួលបានលទ្ធផលវិជ្ជមានល្អហើយជោគជ័យហើយបាទវាគ្រាន់តែជាជំហានទី1ទេបងប្អូនណាអញ្ចឹងហេតុនេះសូមបងប្អូនអរគ្នាគឺបង្កើនការយកចិត្តទុកដាក់តាមដានមើលថែល្អមែនទែនដើម្បីឲ្យផ្ទះរបស់បងប្អូនគឺកាន់តែប្រសើរឡើងហើយមួយទៀតក៏សូមជូនតំណែងដល់បងប្អូនដែលជាម្ចាស់កសិកម្មគ្រប់រូបមិនមែនតែខ្ញុំរៀបចំឲ្យក៏ដោយគឺសូមបងប្អូនអរគ្នារូបរាន់
សូមច្បាប់អភិរក្សទៅជាកម្មនៅខាងក្រសួងកសិកម្មឬរដ្ឋបាលព្រៃឈើបាទដើម្បីឲ្យផ្ទះបងប្អូនហ្នឹងចាំទៅដោយស្របច្បាប់ដោយត្រឹមត្រូវជាងវាងាយស្រួលសម្រាប់ថ្ងៃក្រោយឡើងគឺយើងធ្វើការនាំសម្បុកចេញទៅគឺវាត្រឹមត្រូវទៅតាមនីតិវិធីច្បាប់របស់ប្រទេសយើងបងប្អូនណាបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នារស់រាន់បាទរស់រាន់ទៅចុះច្បាប់អភិរក្សទាំងអស់គ្នាហើយការចុះច្បាប់អភិរក្សហ្នឹងគឺអត់ពិបាកអីងាយស្រួលណាបងប្អូនបងប្អូនចង់បានឯកសារតាក់ទងមកខ្ញុំបច្ចុប្បន្ននេះខាងរដ្ឋបាលព្រៃឈើគឺគាត់ទៅតែអនុវត្តជំហានមួយទេអញ្ចឹងតិចទៀតនៅពេលដែលអ្វីរៀបចំបានរៀបរយគឺគេអនុវត្តជំហាន2អញ្ចឹងតែកាលណាអនុវត្តជំហាន2គឺបងប្អូនទាំងអស់គ្នាអាចនឹងពិបាកបន្តិចណាអញ្ចឹងឥឡូវនេះគឺគាត់នៅបន្ធូរច្រើនគឺបន្ធូរជាបងប្អូនអាចមានឱកាសនៅក្នុងការទៅសុំដោយងាយស្រួលបាទហើយការសុំនេះចំណាយអស់តែ$50ទេបានរយៈពេល5ឆ្នាំមកបងប្អូនបាទហើយនៅចំណាយទីជួយទៀតវាមិនជាច្រើនទេបាទវាមិនជាច្រើនខ្ញុំវាយអស់ប្រហែលជា$100ជាងទេសម្រាប់ការស្នើសុំនេះអញ្ចឹងយើងបានដល់5ឆ្នាំមកបាទហើយផ្ទះរបស់យើងនៅពេលមានសម្បុកមានអីទៅវាអត់បារម្ភរឿងគាំងទីផ្សារបាទហើយសម្រាប់ខ្ញុំបាទផ្ទាល់ផ្ទះជាកម្មម្ចាស់ផ្ទះជាកម្មទាំងអស់ដែលធ្វើមួយខ្ញុំបាទតទៅផ្ទះរបស់បងប្អូនមានច្បាប់អភិរក្សត្រឹមត្រូវបាទខ្ញុំកុងត្រាទិញសម្បុកយកមកវិញបាទព្រោះយើងត្រូវការនាំសម្បុកចេញអញ្ចឹងបើសិនជាផ្ទះបងប្អូនអត់មានច្បាប់អភិរក្សទេគឺពួកខ្ញុំគឺពិបាកបាទបច្ចុប្បន្នយើងនៅបន្ធូរបន្ថយតែបន្តិចទៀតគឺយើងនឹងមានការរឹតបន្តឹងអញ្ចឹងសូមបងប្អូនអរគ្នាមានការស្រោតទៅសុំច្បាប់នោះទៅអត់ពិបាកទេណាបាទកុំខ្វាយខ្វល់រឿងពន្ធរឿងអីបាទអាហ្នឹងវាជីទូទៅវាត្រូវតែមានទេប៉ុន្តែបច្ចុប្បន្នយើងមិនទាន់បង់ទេប៉ុន្តែអនាគតវាអាចនឹងដល់ខាងរដ្ឋគឺគាត់នឹងតម្រូវឲ្យបង់ហើយប៉ុន្តែយើងកាតព្វកិច្ចជាបរិវត្តវាត្រូវតែជួបបញ្ហាហ្នឹងគឺត្រូវតែបង់ទៅវាមិនប្រមាណទេបងប្អូនណាបាទមិនប្រមាណទេដើម្បីអីរបរយើងនេះវាយូរមិនវិញមិនមែនរបរយើងចង់ឈប់ចង់បើកចង់ដំណើរការណាបាទវាយូរមិនវិញអញ្ចឹងទីមទីបងប្អូនទាំងអស់គ្នាអនុវត្តអ្វីធ្វើអ្វីទៅតាមច្បាប់គេតម្រូវបងប្អូនបាទច្បាប់គេតម្រូវអញ្ចឹងជាសារជូនតំណែងដល់បងប្អូនណាបាទទៅសូមច្បាប់អភិរក្សទាំងអស់គ្នាណាសូមច្បាប់អភិរក្សទាំងអស់គ្នាទៅដើម្បីអ្វីគ្រប់យ៉ាងវាដំណើរការល្អបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកជូនបងប្អូនយើងមានអ្វីជាចម្ងល់ឆ្ងល់ចង់ដឹងចង់សាកសួរពាក់ព័ន្ធទៅនឹងរបបតេជកម្មបងប្អូនយើងអាចសួរនាំបានណាបាទអាចសួរនាំបានហើយខ្ញុំបាននឹងបកស្រាយជូនបងប្អូនយើងបាទចឹងតាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទខាងនេះបាទជួបគ្នានៅវីដេអូក្រោយទៀតបាទជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាជោគជ័យក្នុងវិស័យតេជកម្មគ្រប់គ្នាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត